ធ្វើម្ហូបញ៉ាំរាល់ថ្ងៃចូលចិត្តដើរបេះបោយបន្លែធម្មជាតិកន្លងជុំវិញផ្ទះយកមកធ្វើអញ្ចឹងបងប្អូនជាពិសេសម្ហូបបែបលក្ខណៈស្រែដែលចូលចិត្តញ៉ាំចំណែកឯថ្ងៃនេះគឺទិញមកពីផ្សារទាំងអស់តែម្ដងដោយសារតែបងប្រុសគឺគាត់ទិញយកមកស្រាប់អញ្ចឹងគាត់ធ្វើញ៉ាំតែម្ដងទៅបងប្អូនហើយបន្លែយើងក៏មាននៅផ្ទះស្រាប់ដែរប៉ុន្តែដោយសារតែទិញមករៀងច្រើនហើយគឺយើងទុកបន្លែផ្ទះញ៉ាំថ្ងៃក្រោយហើយថ្ងៃនេះបងប្រុសគាត់ចង់ញ៉ាំបាញ់ត្រាំងមូជាមួយនឹងបន្លែក៏ដូចជាសាច់អញ្ចឹងបងប្អូនឆ្លៀតក្រោយដើម្បីធ្វើទឹកជ្រលក់ហើយក្រោយខែនេះបងប្អូនហើយត្រូវទឹកភ្លៀងប្រោះទេរីកឡើងទុំជ្រុះក្រាបពេញដីតែម្ដងចំពោះបន្លែសម្រាប់មូបាញ់ត្រាំងថ្ងៃនេះមានតាំងពីជីស្វាយមានសាឡាត់ក៏ដូចជាជីក្រអូបអញ្ចឹងបងប្អូនហើយមានសណ្តែកបដោះក៏ដូចជាតសក់អ្នកចិត្តខាងសបោមែនតើជីប្រភេទនេះដោយសារយូរអីបានយើងទិញញ៉ាំម្ដងទេអាចញ៉ាំញឹកញាប់ទេបងប្អូនហើយសម្រាប់ទឹកជ្រលក់មូបាញ់ត្រាំងរបស់យើងថ្ងៃនេះដែរគឺយើងជ្រលក់ជាមួយនឹងទឹកកាពិដោយសារតែបងប្រុសគឺគាត់ចូលចិត្តបែបហ្នឹងអញ្ចឹងណាហើយកាពិរបស់យើងគឺគៀងគ្រាន់តែលាយជាមួយនឹងប៊ីចេងស្ករមកបងប្អូនលាយច្បល់ចូលគ្នាឲ្យសព្វមកចាំច្បាច់ដាក់ក្រូចឆ្មាមកជូរមកល្មមឆ្ងាញ់ហើយយើងបន្ថែមជាមួយនឹងទឹកឆ្អិនបន្តិចមកឲ្យវារៀងខាប់ហើយយើងកូរចូលគ្នាឲ្យសព្វទៅចាំបន្ថែមជាមួយនឹងខ្ទឹមសក៏ដូចជាម្ទេសចិញ្ច្រាំចូលមកហើយកូរចូលគ្នាឲ្យសព្វទៅគឺជាការស្រេចហើយឬមួយបងប្អូនធ្វើជាទឹកត្រីជូរអែមដើម្បីជ្រលក់ឬក៏បន្ថែមជាមួយនឹងម៉ាយ៉ូណេសក៏បានដែរតាមចំណង់ចំណូលចិត្តហើយចំពោះបន្លែថ្ងៃនេះមានទាំងមើមស្ពៃក៏ដូចជាមើមការ៉ុតផងដែរហើយយើងកោសវាជាសរសៃហើយយើងត្រាំទឹកជាមួយនឹងទឹកកកបងប្អូនដើម្បីឲ្យស្រួយឆ្ងាញ់ចាំយកមកមូជាមួយនឹងបាញ់ត្រាំងរបស់យើងចំណែកឯសាច់សម្រាប់មូបាញ់ត្រាំងគឺយើងមានសាច់ជ្រូកស្ងោរជាមួយនឹងផ្គាក៏ដូចជាប៉ាតេជាពិសេសនោះមានទាំងតៅហ៊ូហើយចំណែកឯតៅហ៊ូគឺយើងកាត់ដុំរៀងទៅវែងជៀនឲ្យឈ្ងុយបងប្អូនចាំយកទៅមូជាមួយនឹងបាញ់ត្រាំងនិយាយពីថាច្រើនមុខមែនតើមើលហើយនិយាយពីថាស្រក់ទឹកមាត់ទៀតហើយបងប្អូនអើយបែបបន្លែយកបានធ្វើញ៉ាំម្ដងអញ្ចឹងនិយាយពីថាឆ្ងាញ់ខ្លាំងណាស់បងប្អូនរាល់ថ្ងៃមិនថាញ៉ាំបន្លែឆៅរបស់ផ្អាប់ឬក៏ចំណីអាហារដែលមានរសជាតិរៀងដិតមិនថាជូរប្រៃផ្អែមហឹរត្រជាក់ខ្លាំងក្តៅខ្លាំងទេអាចដែលមានបញ្ហាខ្លាចឈឺកាពះពោះវៀនទេដែលសារមានជំនួយការពិសេសគឺវីតាមីន probiotic គឺជាវីតាមីនជំនួយដល់កាពះពោះវៀនជួយរំលាយអាហារក៏ដូចជាការពារប្រព័ន្ធភាពស៊ាំហើយជាពិសេសចំពោះពុកម៉ែបងប្អូនដែលមានបញ្ហាឧស្សាហ៍រីកឧស្សាហ៍ឆ្អល់ចុកសៀតណែនគេអត់សូវលក់ញ៉ាំអត់សូវបានញ៉ាំជាមួយនឹងវីតាមីន probiotic ជាប្រចាំគឺជួយការពារកាពះពោះវៀនរឹងមាំបានល្អហើយវីតាមីន probiotic ញ៉ាំដោយជំនួយចិត្តដោយសារតែជាផលិតផលផលិតនៅប្រទេសបារាំងរបស់ក្រុមហ៊ុនចែកសោភីផ្សារធម្មជាតិ24ដែលមានគុណភាពមានស្តង់ដារដែលមានបញ្ជីការនិងទទួលស្គាល់ដោយក្រសួងសុខាភិបាលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសតស្ថាននានាតាមម៉ាតផ្សារទំនើប25ខេត្តក្រុងឲ្យទៅមូបាញ់ត្រាំងម្ដងចូលចិត្តញ៉ាំជប់ចាប់ជាមួយនឹងបងប្អូនជុំគ្នាអញ្ចឹងឯងវាថាឆ្ងាញ់ខ្លាំងមែនតើហើយមូម្ដងមិនដែលចេះតិចទេបងប្អូនអើយបាញ់ត្រាំងពីបេះដូងអីញ៉ាំមិនគ្រាន់ទេបើនិយាយពីបន្លែវិញតើ2 3កញ្ច្រែងឯណោះសិតតអ្នកចូលចិត្តញ៉ាំដូចគ្នាអញ្ចឹងបងប្អូនហើយចំពោះទឹកជ្រលក់បងប្អូនអាចប្រើទឹកត្រីជូរអែមឬក៏បន្ថែមម៉ាយ៉ូណេសតាមការចូលចិត្តបានអញ្ចឹងណាធ្វើម្ហូបញ៉ាំរាល់ថ្ងៃចូលចិត្តដើរបេះបោយបន្លែធម្មជាតិកន្លងជុំវិញផ្ទះយកមកធ្វើអញ្ចឹងបងប្អូនជាពិសេសម្ហូបបែបលក្ខណៈស្រែដែលចូលចិត្តញ៉ាំចំណែកឯថ្ងៃនេះគឺទិញមកពីផ្សារទាំងអស់តែម្ដងដោយសារតែបងប្រុសគឺគាត់ទិញយកមកស្រាប់អញ្ចឹងគាត់ធ្វើញ៉ាំតែម្ដងទៅបងប្អូនហើយបន្លែយើងក៏មាននៅផ្ទះស្រាប់ដែរប៉ុន្តែដោយសារតែទិញមករៀងច្រើនហើយគឺយើងទុកបន្លែផ្ទះញ៉ាំថ្ងៃក្រោយហើយថ្ងៃនេះបងប្រុសគាត់ចង់ញ៉ាំបាញ់ត្រាំងមូជាមួយនឹងបន្លែក៏ដូចជាសាច់អញ្ចឹងបងប្អូនឆ្លៀតក្រោយដើម្បីធ្វើទឹកជ្រលក់ហើយក្រោយខែនេះបងប្អូនហើយត្រូវទឹកភ្លៀងប្រោះទេរីកឡើងទុំជ្រុះក្រាបពេញដីតែម្ដងបន្លែសម្រាប់មូបាញ់ត្រាំងថ្ងៃនេះមានតាំងពីជីស្វាយមានសាឡាត់ក៏ដូចជាជីក្រអូបអញ្ចឹងបងប្អូនហើយមានសណ្តែកបដោះក៏ដូចជាតសក់អ្នកចិត្តខាងសបោមែនតើជីប្រភេទនេះដោយសារយូរអីបានយើងទិញញ៉ាំម្ដងទេអាចដែលញ៉ាំញឹកញាប់ទេបងប្អូនហើយសម្រាប់ទឹកជ្រលក់មូបាញ់ត្រាំងរបស់យើងថ្ងៃនេះដែរគឺយើងជ្រលក់ជាមួយនឹងទឹកកាពិដោយសារតែបងប្រុសគឺគាត់ចូលចិត្តបែបហ្នឹងអញ្ចឹងណាហើយកាពិរបស់យើងគឺគៀងគ្រាន់តែលាយជាមួយនឹងប៊ីចេងស្ករមកបងប្អូនលាយច្បល់ចូលគ្នាឲ្យសព្វមកចាំច្បាច់ដាក់ក្រូចឆ្មាមកជូរមកល្មមឆ្ងាញ់ហើយយើងបន្ថែមជាមួយនឹងទឹកឆ្អិនបន្តិចមកឲ្យវារៀងខាប់ហើយយើងកូរចូលគ្នាឲ្យសព្វទៅចាំបន្ថែមជាមួយនឹងខ្ទឹមសក៏ដូចជាម្ទេសចិញ្ច្រាំចូលមកហើយកូរចូលគ្នាឲ្យសព្វទៅគឺជាការស្រេចហើយឬមួយបងប្អូនធ្វើជាទឹកត្រីជូរអែមដើម្បីជ្រលក់ឬក៏បន្ថែមជាមួយនឹងម៉ាយ៉ូណេសក៏បានដែរតាមចំណង់ចំណូលចិត្តហើយចំពោះបន្លែថ្ងៃនេះមានទាំងមើមស្ពៃក៏ដូចជាមើមការ៉ុតផងដែរហើយយើងកោសវាជាសរសៃហើយយើងត្រាំទឹកជាមួយនឹងទឹកកកបងប្អូនដើម្បីឲ្យស្រួយឆ្ងាញ់ចាំយកមកមូជាមួយនឹងបាញ់ត្រាំងរបស់យើងចំណែកឯសាច់សម្រាប់មូបាញ់ត្រាំងគឺយើងមានសាច់ជ្រូកស្ងោរជាមួយនឹងផ្គាក៏ដូចជាប៉ាតេជាពិសេសនោះមានទាំងតៅហ៊ូហើយចំណែកឯតៅហ៊ូគឺយើងកាត់ដុំរៀងទៅវែងជៀនឲ្យឈ្ងុយបងប្អូនចាំយកទៅមូជាមួយនឹងបាញ់ត្រាំងនិយាយពីថាច្រើនមុខមែនតើមើលហើយនិយាយពីថាស្រក់ទឹកមាត់ទៀតហើយបងប្អូនអើយបែបបន្លែយកបានធ្វើញ៉ាំម្ដងអញ្ចឹងនិយាយពីថាឆ្ងាញ់ខ្លាំងណាស់បងប្អូនរាល់ថ្ងៃមិនថាញ៉ាំបន្លែឆៅរបស់ផ្អាប់ឬក៏ចំណីអាហារដែលមានរសជាតិរៀងដិតមិនថាជូរប្រៃផ្អែមហឹរត្រជាក់ខ្លាំងក្តៅខ្លាំងទេអាចដែលមានបញ្ហាខ្លាចឈឺកាពះពោះវៀនទេដែលសារមានជំនួយការពិសេសគឺវីតាមីន probiotic គឺជាវីតាមីនជំនួយដល់កាពះពោះវៀនជួយរំលាយអាហារក៏ដូចជាការពារប្រព័ន្ធភាពស៊ាំហើយជាពិសេសចំពោះពុកម៉ែបងប្អូនដែលមានបញ្ហាឧស្សាហ៍រីកឧស្សាហ៍ឆ្អ
ចុកសៀតណែនគេអត់សូវលក់ញ៉ាំអត់សូវបានអីញ៉ាំជាមួយនឹងវីតាមីនប្រូបៃអូទិកជាប្រចាំគឺជួយការពារកាពះពោះវៀនរឹងមាំបានល្អហើយវីតាមីនប្រូបៃអូទិកញ៉ាំដោយជំនួយចិត្តដោយសារតែជាផលិតផលផលិតនៅប្រទេសបារាំងរបស់ក្រុមហ៊ុនចែកសោភីផ្សារធម្មជាតិ24ដែលមានគុណភាពមានស្តង់ដារដែលមានបញ្ជីការនិងទទួលស្គាល់ដោយក្រសួងសុខាភិបាលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសតស្ថាននានាតាមម៉ាត់ផ្សារទំនើប25ខេត្តក្រុងឲ្យទៅមូបាញ់ត្រាំងម្ដងចូលចិត្តញ៉ាំជប់ចាប់ជាមួយនឹងបងប្អូនជុំគ្នាអញ្ចឹងឯងវាថាឆ្ងាញ់ខ្លាំងមែនតើហើយមូម្ដងមិនដែលចេះតិចទេបងប្អូនអើយបាញ់ត្រាំងពីបេះដូងអីញ៉ាំមិនគ្រាន់ទេបើនិយាយពីបន្លែវិញតើតែ2 3កញ្ច្រែងឯណោះសិតតអ្នកចូលចិត្តញ៉ាំដូចគ្នាអញ្ចឹងបងប្អូនហើយចំពោះទឹកជ្រលក់បងប្អូនអាចប្រើទឹកត្រីជូរអែមឬក៏បន្ថែមម៉ាយ៉ូណេសតាមការចូលចិត្តបានអញ្ចឹងណា